យើងបានដឹងហើយថាអាណាចក្រគឺពឹងផ្អែកទាំងស្រុងទៅលើភាពខ្លាំងបើសិនជាយើងខ្សោយគេនឹងរំលោភបំពានមកលើយើងរំលោភមកលើអធិបតេយ្យភាពរបស់យើងរំលោភលើទ្រព្យសម្បត្តិរបស់យើងរំលោភលើជីវិតរបស់យើងទៀតផងជាក់ស្ដែងពេលថ្មីនេះរហូតមកដល់ឆ្នាំ2025ទៅហើយបរទេសគេនៅតែរំលោភបំពានមកលើយើងដោយសារអ្វីគឺដោយសារតែគេមើលងាយយើងគេគិតថាយើងខ្សោយគេគិតថាយើងអន់នោះហើយជាហេតុផលដែលធ្វើឲ្យគេរំលោភបំពានមកលើយើងដើម្បីអាចទប់ទល់ជាមួយនឹងមហិច្ឆតារបស់បរទេសឈ្លានពានមកលើយើងបានគឺមានតែវិធីមួយតែប៉ុណ្ណោះគឺយើងខ្លាំងតលតែយើងខ្លាំងទៅគេមិនហ៊ានរំលោភគេមិនហ៊ានបំពានគេមិនហ៊ានធ្វើបាបយើងនោះហើយទៅយើងអាចរស់នៅសុខសាន្តសบายសบายយ៉ាងពិតប្រាកដមានតែការពឹងផ្អែកទៅលើភាពខ្លាំងតែប៉ុណ្ណោះទេទើបយើងអាចរស់នៅសុខសាន្តពិតប្រាកដដូចជាព្រះពុទ្ធគាត់បានប្រាប់យើងថាអត្តាហេអត្តណោនេថោមានន័យថាយើងគឺជាម្ចាស់ជីវិតយើងត្រូវតែផ្ដល់ជោគវាសនារបស់យើងដោយកណ្ដាប់ដៃរបស់យើងមិនត្រូវប្រកល់ឲ្យអ្នកណាសម្រេចជោគវាសនាយើងឡើយសរុបសេចក្តីមកដើម្បីយើងអាចរស់នៅសុខសាន្តសบายសบายពិតប្រាកដបានលុះត្រាតែយើងខ្លាំងតលតែប្រទេសជាតិយើងខ្លាំងទើបបរទេសគេមិនហ៊ានរំលោភបំពានយើងវាស្ថិតនៅក្នុងប្រព័ន្ធអាណាចក្រហើយក៏មានចារនៅក្នុងសិភៅអរិយប្រទេសរបស់ខ្ញុំផងដែរអរគុណច្រើនជួបជាមួយនឹងខ្ញុំបាទរិនសុខានៅវីដេអូក្រោយបន្តទៀត